បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបបុរាសាជាថ្មីម្ដងទៀតហើយនៅជីវិតពិតសកម្មភាពពិតនិងការរស់នៅបែបស្រុកស្រែជនបទឲ្យតែឃើញបុរាតែងតែឃើញរាល់សកម្មភាពប្រចាំថ្ងៃរបស់បុរានិងការរស់នៅបែបជនបទស្រុកស្រែចម្ការជាមួយនឹងធម្មជាតិដ៏ខៀវស្រងាត់ខឹមថាគ្រប់ឈុតឆាកដែលបុរាបង្ហាញបងប្អូននឹងចូលចិត្តហើយបើចូលចិត្តកុំភ្លេច share មួយនិងជួយ like ម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីមុនគេសម្រាប់បងប្អូនអ្នកគាំទ្របរានឹងព្យាយាមធ្វើអ្វីដែលថ្មីដើម្បីចែករំលែកឲ្យបងប្អូនបានទស្សនាទោះបីជាបុរាធ្វើទៅមិនសូវល្អអីបងប្អូនសូមអធិស្ឋានផងបុរានឹងព្យាយាមធ្វើឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីឲ្យបានល្អហើយថ្ងៃនេះគ្រាន់តែចេញក្បាលដំបងមកឃើញបុរាបេះជីបេះអីចឹងណាគឺបេះជីគ្រប់មុខសាកទាយមើលតើបុរាធ្វើអីពងមាន់អាំងមួយគ្រាប់ 1000 រៀលមួយគ្រាប់ 1000 រៀលពងអាំងរបស់បុរាធានាថារសជាតិឈ្ងុយឆ្ងាញ់មួយគ្រាប់ 1000 រៀលមិនថ្លៃទេមែនអត់ហ្នឹងហើយនិយាយលេងណាបងប្អូនថ្ងៃនេះគឺមកធ្វើពងមាន់អាំងហូបខ្លួនឯងម្ដងនិយាយអញ្ចឹងសុំសួរមួយមើលបងប្អូនបើសិនជាបុរាធ្វើពងមាន់អាំងលក់តើមានអ្នកចង់ទិញអត់បើមានអ្នកចង់ទិញជួយខមមិនម្នាក់មួយមើលខ្ញុំជឿថាពងអាំងបុរាគ្មានពីណាគេចង់ទិញទេមើលទៅហ្នឹងហើយនិយាយលេងណាបងប្អូនឥឡូវយើងមកចូលការងាររបស់យើងវិញជាដំបូងបំផុតហ្នឹងគឺខ្ញុំចាប់ផ្ដើមមកគោះពងមាន់របស់យើងអញ្ចឹងណាហើយគោះតូចទេហើយថ្ងៃនេះផងដែរគឺខ្ញុំធ្វើពងមាន់អាំងចំនួន10គ្រាប់ពេលដែលគោះពងមាន់យើងចេញពីពងហ្នឹងគឺយើងចោះប្រឡោះវាតូចទេដើម្បីឲ្យពេលដែលយើងដាក់ស្រកវាទៅវិញណាយើងចំហុយឬមួយក៏អាំងអីហ្នឹងគឺវាងាយស្រួលអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីខ្ញុំគោះពងមាន់អស់ទាំង10គ្រាប់ហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមលាងសម្បកវាលាងទាល់តែស្អាតមួយទឹកពីរទឹកអីអញ្ចឹងណាដើម្បីឲ្យពេលដែលយើងលាងស្អាតហើយយើងទុកឲ្យវាសោះទឹកសោះអីស្រស់ទឹកអស់អញ្ចឹងទៅគឺយើងលាយគ្រឿងលាយអីជាមួយនឹងពងមាន់យើងហើយយើងយកមកស្រក់ចូលសម្បកនឹងវិញឥឡូវយើងចាប់ផ្ដើមលាយគ្រឿងចូលក្នុងពងមាន់របស់យើងខ្ញុំដាក់ខ្ទឹមសដែលចិញ្ច្រាំម៉ត់ហើយដាក់រ៉ូឌីដាក់ប៊ីចេងស្ករម្រេចគ្រឿងផ្សំខ្ញុំដាក់ចូលទៅក្នុងពងមាន់គឺមានប៉ុណ្ណឹងហើយបើបងប្អូនមានអីខុសពីហ្នឹងជួយខមមិនប្រាប់បុរាផងមើលក្រែងដល់ធ្វើខុសពីបុរាអីអញ្ចឹងណាពួកបុរាធ្វើនេះក៏ធ្វើបែបបុរាអញ្ចឹងណាបងប្អូនហ្នឹងហើយខ្ញុំដាក់ស្លឹកខ្ទឹមចូលផងដែរហើយបន្ទាប់មកហ្នឹងយើងកូរវាឲ្យសព្វជាមួយនឹងពងទាជាមួយគ្រឿងជាមួយអីអញ្ចឹងណាដល់ពេលអញ្ចឹងទៅបន្ទាប់ពីយើងកូរសព្វហើយហ្នឹងក៏ខ្ញុំចាប់ផ្ដើមមកបង្កាត់ភ្លើងតែម្ដងមុនហ្នឹងថាធ្វើពងមាន់អាំងចុះមិនបានឥឡូវខ្ញុំនិយាយពងទាអញ្ចឹងអូចាប់បាត់ហើយបងប្អូនអើយនិយាយភ្លេចគិតខុសទៀតបាត់ហើយខ្ញុំអធិស្ឋានផងបងប្អូនមិនដឹងមិនទេឲ្យតែនិយាយរឿងពងមាន់ច្រឡំតែពងទាតាមពិតពងមាន់ហើយនឹងពងទាអត់មានដូចគ្នាសោះហ្នឹងហើយបងប្អូនបន្ទាប់ពីខ្ញុំបង្កាត់ភ្លើងឆេះហើយហ្នឹងក៏ខ្ញុំលើកឆ្នាំងហើយដាក់លបួលដាក់អីលើហ្នឹងអញ្ចឹងណាបងប្អូនហើយយើងដុតភ្លើងទុកឲ្យវាពុះទៅចាំដាក់ពងមាន់របស់យើងចំហុយបន្ទាប់ពីទឹកយើងឃើញថាវាពុះហើយអញ្ចឹងចាប់ផ្ដើមរៀបកូនចានតែម្ដងរៀបកូនចាននេះដើម្បីធ្វើជាតម្រាស់ដាក់ពងមាន់យើងលើហ្នឹងអញ្ចឹងណាបងប្អូនដើម្បីកុំឲ្យវាដួលរលំបើសិនតែយើងអត់ដាក់កូនចានដាក់អីអញ្ចឹងទេវាអាចនឹងដួលរលំអញ្ចឹងណាបងប្អូនហ្នឹងហើយដោយសារតែខ្ញុំហ្នឹងអត់មានឧបករណ៍អីធ្វើព្រោះថាមិនមែនយើងធ្វើលក់ធ្វើអីយើងធ្វើហូបម្ដងមកកាលដល់ពេលអញ្ចឹងទៅមានតែយកកូនចានហ្នឹងមកធ្វើជាតម្រាស់អញ្ចឹងណាហើយបន្ទាប់មកទៀតណាខ្ញុំធ្វើការដួសពងទាដាក់ក្នុងកណ្ដុងទឹកសុទ្ធគឺខ្ញុំកាត់វាបែបហ្នឹងឲ្យរាងស្រួចបន្តិចដើម្បីងាយស្រួលក្នុងការចាក់ចូលក្នុងពងរបស់យើងអញ្ចឹងណាបងប្អូនគឺខ្ញុំច្បាច់វាបន្តិចទៅដោយសារតែស្លឹកខ្ទឹមហ្នឹងបើយើងយកសារ៉ាងបូមវាក៏បូមវាអត់ដោយស្លឹកខ្ទឹមដែរហើយខ្ញុំចង់ដាក់ស្លឹកខ្ទឹមស្លឹកអីចូលអញ្ចឹងទៅដើម្បីឲ្យវាមានរសជាតិឆ្ងាញ់អញ្ចឹងណាហើយគេធ្វើពងមាន់លក់ភាគច្រើនគេអត់សូវដាក់ស្លឹកខ្ទឹមទេតែខ្ញុំចូលចិត្តអញ្ចឹងហើយក៏ខ្ញុំដាក់អញ្ចឹងណាហើយចាក់ទៅហ្នឹងក៏វាមានហ៊ីមានអីដោយសារវាទៅអាស្លឹកខ្ទឹមហ្នឹងបងប្អូនអញ្ចឹងទៅចាក់ទៅមានកពុបខ្លះអីខ្លះអញ្ចឹងណាអត់ជំនាញមែនដោយសារតែមិនមែនធ្វើលក់ធ្វើអីវាមានកពុបមានអីខ្លះអញ្ចឹងអត់ដូចគេអ្នកជំនាញគេធ្វើលក់រាល់ថ្ងៃសោះហើយទៅមើលទឹកយើងទៅឃើញថាវាពុះល្អហើយអញ្ចឹងយើងបើកមកហើយពងទាយើងក៏ស្រក់ហើយដែរហ្នឹងក៏យើងចាប់ផ្ដើមដាក់ចំហុយវាតែម្ដងយកទៅរៀបចូលក្នុងហ្នឹងតែម្ដងទៅព្រោះថាវាក្តៅល្អហើយអញ្ចឹងណាបងប្អូនហ្នឹងហើយតម្រៀបវាដោយថ្នមៗកុំឲ្យវាដួលអញ្ចឹងណាព្រោះថាដំបងអញ្ចឹងតែវាដួលគឺវាកពុបអស់ហើយតើយើងចំហុយវាបានកកបានរឹងមួយសន្ទុះអីទៅវាដួលទៅក៏វាអត់អីដែរតម្រៀបវាម្ដងមួយដោយការយកចិត្តទុកដាក់អញ្ចឹងណាបើសិនតែវាកពុបទៅយើងខាតអត់បានហូបអីអញ្ចឹងណាបងប្អូនអញ្ចឹងយើងរៀបវាថ្នមរៀបតលតែអស់ទៅបន្ទាប់ពីយើងរៀបអស់ហើយហ្នឹងក៏
យើងក្របគម្របវាឲ្យចិត្តចឹងណាដើម្បីយើងចំហុយវាឆ្អិនហើយការចំហុយនេះអត់មានចំណាយពេលយូរទេបងប្អូនត្រឹមតែ30-40នាទីអីគឺវាអាចនឹងឆ្អិនហើយបន្ទាប់ពីយើងចំហុយបានរយៈពេល30-40នាទីហើយមកបើកមើលទៅឃើញថាវាឡើងឆ្អិនហើយបងប្អូនហើយណាមួយភ្លើងវាអត់សូវឆេះផងអញ្ចឹងដល់ពេលអញ្ចឹងទៅយើងតតែចំហុយឲ្យយូរបើសិនណាភ្លើងឆេះល្អវិញណាត្រឹមតែ15ទៅ20នាទីអីហ្នឹងគឺវាអាចនឹងឆ្អិនហើយបន្ទាប់មកយើងស្រង់វាដាក់កញ្ច្រែងមកឃើញថាក្តៅខ្លាំងមែនទែនដោយសារតែចំហុយនៅលើចង្ក្រានអញ្ចឹងបន្ទាប់ពីស្រង់វាមកហើយហ្នឹងទុកឲ្យវាត្រជាក់បន្តិចយើងយកមកដោតឈើតែម្ដងអញ្ចឹងណាដោតដើម្បីអាំងហ្នឹងហើយខ្ញុំចំហុយនេះក៏វាមិនសូវឆ្អិនដែរដោយសារតែយើងយកមកអាំងទៀតអញ្ចឹងចំហុយវាមកល្មមអញ្ចឹងណាហើយបើសម្រាប់បងប្អូនចូលចិត្តឆ្អិនខ្លាំងក៏បងប្អូនចំហុយឲ្យវាឆ្អិនខ្លាំងទៅតែខ្ញុំអត់ទេខ្ញុំចំហុយវាមកល្មមទេបន្ទាប់ពីដោតវាពីមួយទៅមួយហើយហ្នឹងក៏ដោតវាតល់ទៅហើយទៅយើងយកទៅអាំងអញ្ចឹងណាបងប្អូនហើយសម្រាប់បងប្អូនតើមានពីណាគេខ្លះចូលចិត្តពងមាន់អាំងនេះហ្នឹងហើយភាគច្រើនគឺខ្ញុំចូលចិត្តពងមាន់អាំងប៉ុន្តែដោយសារតែទិញគេហ្នឹងហូបមិនដែលឆ្អែតសោះថ្ងៃនេះក៏ធ្វើខ្លួនឯងដើម្បីហូបអញ្ចឹងណាហើយពេលដែលយើងដាក់អាំងហ្នឹងគឺយើងមិនបាច់ប្រើភ្លើងខ្លាំងទេគឺប្រើភ្លើងតិចបំផុតបើសិនណាយើងប្រើភ្លើងខ្លាំងវាអាចនឹងប្រេះវាអាចនឹងបែកអីអញ្ចឹងទៅគឺវាអត់ល្អទេហើយដាក់អាំងហ្នឹងក៏យើងមិនប្រើពេលយូរអីដែរចាប់ពី5ទៅ10នាទីអីបានទេបងប្អូនកុំឲ្យអាំងយូរបើអាំងយូរក៏វាខ្លោចវាប្រេះវាបែកអីអញ្ចឹងណាហើយយើងដាក់ភ្លើងតិចមកធានាថានឹងឈ្ងុយឆ្ងាញ់តែម្ដងពងអាំងបុរាពេលបានហូបកាលណាតែងតែជាប់ចិត្តដកចិត្តមិនរួចនិយាយលេងណាបងប្អូនបើចង់ដឹងថារសជាតិឆ្ងាញ់ដូចបុរាថាអត់កុំភ្លេចមកភ្លក់ជាមួយបុរាហើយកុំភ្លេចយកជាក់មកផងដាក់ជាមួយពងអាំងនេះអូជាតិខ្លាំងណាស់មើលតមាត់បុរាក៏ដឹងដែរបន្ទាប់ពីយើងបកពងហើយនឹងក៏យើងដាក់គ្រឿងយើងមកដាក់ម្រេចអំបិលម្រេចបងប្អូនអំបិលម្រេចហើយជាមួយនឹងទឹកក្រូចឆ្មាយើងច្របាច់ដាក់ពីលើបន្តិចមកជាមួយនឹងជីនេះគឺជីមានគ្រប់មុខដោយសារខ្ញុំចូលចិត្តហូបជីគ្រប់មុខអញ្ចឹងណាចូលចិត្តក្លិនជីវាឈ្ងុយវាឆ្ងាញ់អញ្ចឹងណាបងប្អូនហ្នឹងហើយអូមើលតមាត់បុរាដឹងហើយថារសជាតិវាឆ្ងាញ់ប៉ុណ្ណាអញ្ចឹងណាហើយបើមិនបានមកផ្ទះបុរានៅឆ្ងាយពេកកុំភ្លេចសាកល្បងធ្វើហូបខ្លួនឯងនឹងដឹងហើយថារសជាតិពងមាន់អាំងហ្នឹងរសជាតិវាឆ្ងាញ់ប៉ុណ្ណាអាចធ្វើតាមខ្ញុំក៏បានឬធ្វើតាមវិធីបងប្អូនក៏បានដែរតាមចំណូលចិត្តរៀងខ្លួនហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងក៏បញ្ចប់តែត្រឹមហ្នឹងផងដែរអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើបងប្អូនចូលចិត្តវីដេអូហ្នឹងកុំភ្លេចជួយចុច share like comment ម្នាក់មួយផងហើយបើបងប្អូនមកថ្មីនៅមិនទាន់បានចុច subscribe YouTube channel របស់បុរាសូមជួយចុចម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេជារៀងរាល់ថ្ងៃអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជូនពរសុខភាពល្អជួបតែសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ